ការសម្ងាត់ទាំង3ចំណុចដែលអ្នកគួរតែរក្សាឲ្យបានល្អមិនត្រូវប្រាប់ជាពិសេសសាច់ញាតិបងប្អូនឬមួយក៏មិត្តភ័ក្តិឬមួយក៏អ្នកស្និទ្ធស្នាលចំណុចទី1នោះគឺប្រភពចំណូលនិងចំណាយរបស់អ្នកចំណុចទី2គឺភាពខ្លាំងនិងភាពខ្សោយរបស់អ្នកហើយចំណុចទី3នោះគឺចំណូលពិតប្រាកដរបស់អ្នកមានទំហំប៉ុណ្ណាអញ្ចឹងនេះហើយគឺជាអ្វីដែលអ្នកត្រូវតែរក្សាជាការសម្ងាត់ដើម្បីរក្សាឯកជនភាពក៏ដូចជាការពារខ្លួនឯងផងដែរមិនប្រកាសថាការដែលរក្សាការសម្ងាត់ហ្នឹងគឺសុទ្ធសឹងតែដោយសារតែក្រុមមនុស្សដែលយើងត្រូវរក្សាហ្នឹងគឺគាត់មិនល្អឬមួយក៏បែបណាគ្រាន់តែថាធម្មតាបុគ្គលម្នាក់ៗយើងមើលចិត្តខាងក្នុងអត់ឃើញហើយក៏យើងមិនអាចម៉ៃគេថាគេជាអាក្រក់ទាំងអស់ដែរតែនេះគ្រាន់តែជាការការពារខ្លួនហើយវាក៏អត់មានភាពខាត់បងអីដែរបើទោះជាយើងប្រាប់ដល់ពួកគាត់ក៏យើងអត់មានបានផលចំណេញអីមកយើងដែរអញ្ចឹងគួរតែរក្សាការសម្ងាត់ក៏វាល្អម្យ៉ាងព្រោះអីកាលណាដែលអ្វីដែលជាខ្លួនយើងឬមួយក៏ប្រភពចំណូលចំណាយដែលយើងមានទាំងប្រមាណហ្នឹងគឺរក្សាការសម្ងាត់បានប៉ុណ្ណាអញ្ចឹងសុវត្ថិភាពយើងក៏បានខ្ពស់ប៉ុណ្ណឹងទៅតាមនឹងដូចគ្នាអញ្ចឹងវីដេអូនេះងាយខ្លីៗងាយយល់គឺអ្វីក៏ដោយដែលជាខ្លួនយើងហ្នឹងគឺយើងរក្សាការសម្ងាត់ឲ្យបានល្អទៅព្រោះអីការបញ្ចេញច្រើនពេកក៏វាអត់មានបានផលល្អអីសម្រាប់យើងដែរព្រោះអីយើងមិនមែនជាក្រុមមនុស្សដែលជាប្រភេទដែលជោគជ័យដែលត្រូវការទាមទារសម្ញែងទ្រព្យសម្បត្តិឬមួយក៏សម្ញែងភាពមានបានឬមួយក៏ធ្វើឲ្យតែល្អមើលខាងក្រៅល្អតែខាងក្នុងរលួយដែលត្រូវឲ្យគេមើលហើយគេចង់ដើរតាមឬមួយក៏កេងផលប្រយោជន៍ពីអ្នកដទៃបានដោយសារតែរឿងអស់ហ្នឹងឯងអញ្ចឹងវាអត់មានហេតុផលអីត្រូវយើងបើកកាយរឿងដែលជាផ្ទៃក្នុងរបស់យើងឲ្យតែគេដឹងឯងជាពិសេសគឺរឿងទ្រព្យសម្បត្តិហ្នឹងតែម្ដងរក្សាបានចិត្តកាន់ណាគឺសុខភាពយើងគឺខ្ពស់ប៉ុណ្ណឹងដូចគ្នាអរគុណ